ប់សិនក៏បានទៅនៅមានសារលិខិតមួយច្បាប់សូមយកទៅជូនស្ដេចអ៊ួយឮថាអ៊ួយនឹងឈីតាំងខ្លួនជាស្ដេចនាំគ្នាអបអរឈីងត្បិតតែនៅខាងលិចតែមានចិត្តចូលគៀកភូមិភាគកណ្ដាលឆ្លៀតពិធីនេះនគរឈីងព្រមចូលរួមនគរឈីងព្រមតាំងខ្លួនជាស្ដេចជាមួយនគរឈីនិងអ៊ុយចងសម្ព័ន្ធភាពជាបងប្អូននេះបដាព្រះអង្គហួសចិត្តណាស់បើហឺនថ្ងៃនេះទូលបង្គំត្រូវប្រហឺនហើយព្រះអង្គទើបសោយរាជកិច្ចបន្ទាន់ដឹកនោសាវតាការជ្រួលច្បល់ទ្រង់ជាស្ដេចគួរតែគោរពច្បាប់ការពារនគរឲ្យសុខសាន្តស្ដេចជំនាន់មុនគ្មានចិត្តតាំងខ្លួនជាស្ដេចទោះទេបើទ្រង់តាំងខ្លួនជាស្ដេចនោះគឺក្បត់ដឹកដូនតាព្រះអង្គទ្រង់មិនអាចយកអំនួតទ្រង់បំផ្លាញនគរឈីនោះទេរាជគ្រូកុំអាលភ័យឲ្យសោះរាជគ្រូនិយាយត្រូវហើយតែសម្លេងធ្ងន់បន្តិចអស់លោកទាំងអស់គ្នាអស់លោកមហាជិញយើងនៅភាគខាងលិចតាំងពីចំណត់ដូនតាមកអត់មានកម្រិតកំសាន្តនោះទេសម័យសង្គ្រាមបណ្ដានគរប្រជែកគ្នាខ្លាំងនៅរស់ខ្សោយវិនិច្ឆ័យឈីហើយនឹងអុយធ្វើជាស្ដេចមានបំណងចងសម្ព័ន្ធមិត្តចាំមើលមហាជិញយើងតែបើមហាជិញយើងធ្វើតាមលទ្ធិចាស់កំសាន្តខ្លាចស្លាប់នោះមានអីខុសគ្នាពីការស្លាប់អស់លោកគួរតែគិតមើលឲ្យបានដិតដល់ទៅអស់លោកតើយើងអាចបំផ្លាញនគរឈិញទេយើងបាក់សាវតាការគឺចង់មានប្រយោជន៍ដល់មហាជិញយើងជាមួយនឹងអ៊ុយនឹងឈីធ្វើជាស្ដេចមានបំណងនៅភូមិភាគកណ្ដាលរកឱកាសចេញទៅខាងលិចប្រហែលថ្ងៃមុននេះមានគេសួរយើងថាបើឈិញគោរពតាមសម្ដេចសាងអញ្ចឹងច្បាប់ឈិញធ្វើតាមសម្ដេចសាងឬមួយក៏អត់ថ្ងៃនេះយើងសូមប្រាប់អស់លោកថាយើងសូមប្រាប់ថាយើងចង់ប្រាប់អ្នកទាំងអស់គ្នាច្បាប់សម្ដេចសាងមិនមែនជាច្បាប់ខូខើរាជវេទនាទេគឺជាច្បាប់នគររុងរឿងព្រះអង្គតែមន្ត្រីរបស់យើងមិនក៏អត់ទាញបែបនេះដល់ចេញក្រៅទៅព្រះអង្គយើងស្មានមិនខុសមែនអេងឈើស្ងប់ស្ងាត់ចំពោះរាជកិច្ច3ឆ្នាំមកហើយយើងរងចាំអស់3ឆ្នាំហើយរាជគ្រូយើងរងចាំយូរណាស់មកហើយរាជគ្រូយើងអាយុកាន់តែច្រើនគ្មានពេលខ្ជះខ្ជាយជាមួយនឹងគេតទៅទៀតនោះទេត្រីងាប់សំណាញ់ធ្លាយចុងក្រោយត្រូវតែច្បាំងទេជាព្រមលិខិតអេងឈើគឺឯងចង់ចេញពីនគរទៅធ្វើជាស្ដេចគឺឯងធ្វើឲ្យសៀនយ៉ាងមានកន្លែងចន្លោះដូរម្ចាស់ចាប់ឱកាសឲ្យបានធ្វើសកម្មភាពនៅស្ងាត់មិនធ្វើបើធ្វើឲ្យបានជោគជ័យ